ជំរាបសួរបងប្អូនទាំងគ្នាថ្ងៃនេះនឹងខ្ញុំសូមបង្ហាញជូនបងប្អូនពីរបៀបធ្វើជ្រក់ខ្ទឹមព្រៃចាជាដំបូងយើងយកខ្ទឹមព្រៃយើងលាងទឹកឲ្យស្អាតចារួចទុកវាឲ្យស្រស់ទឹកចាំតមកទៀតហ្នឹងគឺនឹងខ្ញុំចាប់ផ្ដើមដាក់ដាំទឹកស៊ុបរបស់យើងដែលនឹងខ្ញុំប្រើស្ករសហ្នឹងចំនួន2ខប់ទឹកខ្មេះចំនួន2ខប់ចាទឹកស៊ីអ៊ីវហ្នឹងចំនួន4ខប់ហើយនឹងទឹកសធម្មតារបស់យើងហ្នឹងចំនួន4ខប់ចាចារួចហើយយើងដាក់ដាំវាឲ្យពុះទុកវាឲ្យក្តៅអ៊ុនៗចាសឹមចាក់ដាក់ត្រាំខ្ទឹមព្រៃរបស់យើងចាំបងពេលយើងចាប់ដើមទៅរៀបវាដាក់ឆ្នាំងមួយឆ្នាំងដើម្បីដាក់ត្រាំវាចាអញ្ចឹងពេលទឹកស៊ុសយើងក្តៅអ៊ុនៗហើយគឺនឹងខ្ញុំចាប់ដើមចាក់វាចូលចាបិទគម្របវាទុកចាទុករយៈពេលមួយយប់ឃើញថាវាទ្រោមបែបហ្នឹងចាគល់ធំធំហ្នឹងវានៅហាងដែលនៅឡើយចាតែអាមើមតូចតូចហ្នឹងគឺយើងអាចទទួលទានបានចាទឹកត្រាំនឹងផងដែរយើងអាចយកវាទៅប្រើប្រាស់ឡើងវិញដោយយើងអាចយកវាទៅត្រាំខ្ទឹមបារាំងឬមួយក៏ត្រសក់ចាយើងអាចប្រើវាឡើងវិញបានសូមអរគុណចំពោះការតាមដានវីដេអូ